25 ខែមីនាឆ្នាំ2025ការប៉ាន់ស្មានហៅបូកការប៉ាន់ស្មានគឺយើងយកត្រឹមខ្ទង់ពាន់ចឹងចំនួនទាំងអស់នេះខ្ទង់ពាន់យើងអាចបង្កត់ត្រឹមខ្ទង់ពាន់បង្កត់ត្រឹមខ្ទង់ពាន់ជាដំបូងយើងត្រូវដឹងថាតើចំនួនចុះមានប៉ុន្មានចំនួនចុះមានលេខចាប់ពីលេខប៉ុន្មានទៅលេខប៉ុន្មានទើបគេហៅថាចំនួនចុះបាទចឹងចំនួនចុះគឺ0 1 2 3 4គឺជាលេខដែលចុះមានន័យសញ្ញាចុះបាទលេខចុះបាទដល់ពេលចំនួនឡើងមាន5 6 7 8 9ជាចំនួនឡើងបាទជាចំនួនឡើងអញ្ចឹងយ៉ាងពីរនេះវាមានន័យខុសគ្នាចំនួនចុះចំនួនឡើងបាទអញ្ចឹងយើងមកគត់លេខខាងលើនេះយើងដឹងថាចំនួនចុះមានប្រមាណចំនួនឡើងមានប្រមាណចាប់ពីលេខបានទៅលេខប្រមាណយើងអាចមកបង្កត់ត្រឹមខ្ទង់ពាន់យើងបង្កត់ត្រឹមខ្ទង់ពាន់មើលខ្ទង់រយលេខ2វានៅជួរខាងលេខចុះអញ្ចឹងលេខ2ចុះកន្លែងទៅវាចុះហើយវានៅយើងអាចប៉ះពាល់លេខ1បានទេពីព្រោះលេខរបស់យើងនេះចំនួនក្នុងចំនួនចុះអញ្ចឹងគ្មានសិទ្ធិមកប៉ះពាល់ចំនួនដែលខ្ទង់ពាន់បានទេអញ្ចឹង1235បង្កត់ចុះពីនេះចុះយើងអាចចុះបង្កត់ចុះនៅសល់បង្កត់ចុះនៅសល់1000នៅសល់1000គត់បាទចំនួន1235ដែលបានបង្កត់ចុះនៅសល់1000គត់បាទនៅសល់1000គត់បាទអញ្ចឹងដោយសារថាហៅមិនបានយើងហៅថា1000គត់ដោយសារបង្កត់ត្រឹមខ្ទង់មើលបង្កត់ត្រឹម1000មើលខ្ទង់រយលេខ2ចុះចឹងយើងផ្ដួលឲ្យវាទៅជា0លេខ1នៅដដែលពូចំនួននេះចុះចឹងចំនួនចុះផ្ដួលឃើញទេគឺលេខនេះក៏ដល់លេខ5វាចំនួនឡើងអញ្ចឹងវាចុះដែរបាទអញ្ចឹងលេខនេះវាចុះ1235ចុះនៅសល់1000បាទអញ្ចឹងយើងមកបង្កត់ចំនួនឬការប៉ាន់ស្មានខាងក្រោមលើទៀត7736ចុះបង្កត់ត្រឹមខ្ទង់ពាន់មើលខ្ទង់រយលេខ7ចុះឡើងបាទឡើងអញ្ចឹងឡើងទៅយើងឡើងទៅ8យើងមានសិទ្ធិប៉ះពាល់នេះហើយបាទយើងមានសិទ្ធិប៉ះពាល់នេះចំពោះចំនួនដែលយើងត្រូវបង្កត់នេះវាឡើងបាទគឺនេះ5 6 7 8 9ឡើង0 1 2 3 4ចុះបាទឬអាចហៅថាយើងយកអាលេខនេះដំឲ្យទៅ8នឹងកាឧទាហរណ៍ណាដំឲ្យទៅ8ហើយសល់1យើងយកលេខ336នេះឬលេខផ្សេងទៀតដែលយើងបង្កត់យកលេខ736ដំឲ្យទៅ8ដើម្បីបោះមកឲ្យ7ចឹង7បាន8ចឹងបាន8000បាទ8000សរសេរលេខ8លេខ0 បាទអូបន្តទៅមើលហើយគេចម្លើយហើយបញ្ជាក់ម្ដងទៀត1235យើងបង្កត់ត្រឹមខ្ទង់ពាន់មើលខ្ទង់រយ
ព្រោះយើងបង្កត់ត្រឹមខ្ទង់ពាន់ចាំទង់ពាន់យើងសរសេរលេខទុកឲ្យហើយអ៊ីអាកាហើយយើងសរសេរលេខទុកបាទសំទោសយើងបង្កត់ត្រឹមទង់ពាន់មើលទង់រយមានលេខ2ចុចនៅសល់0ឧទាហរណ៍មួយក្រុមមីងយ៉យធ្វើចំណោទបាន7ធ្វើចំណោទបាន7រីឯក្រុមពូប៉យធ្វើចំណោទបានតែ3ប៉ុណ្ណោះឧទាហរណ៍លេខហ្នឹងដែរអញ្ចឹងបើលេខរបស់គេនេះលេខរបស់មីងយ៉យមានទៅដល់7មានដល់7ហើយលេខរបស់តាពូប៉យមានតែ2ឯងអញ្ចឹងចំនួនយ៉ាង2ហ្នឹងក្រុមមួយណាជាអ្នកធំជាងអញ្ចឹងមានតែក្រុមមីងយ៉យទេចាក្រុមមីងយ៉យអញ្ចឹងបើក្រុមខាងពូប៉យហ្នឹងណាដល់ចំនួនចុយបើក្រុមណាគេថាពូក្រុមយើងអាចចាញ់ណាព្រោះចំនួនយើងអាតិចហ្នឹងយើងបញ្ចុះទៅយើងកុំទៅប៉ះរបស់គេបាទយើងកុំទៅប៉ះរបស់គេអញ្ចឹងវាលេខដែរលេខនេះវាតូចណាស់យើងកុំទៅប៉ះរបស់គេបាទកុំទៅប៉ះរបស់គេនេះបើគ្មានគេក៏គ្មានយើងដែរបាទអញ្ចឹងបានវាបាន1000ម្ដងទៀតឧទាហរណ៍ថ្មីលេខនេះលេខ2ចំនួនចុះអានេះចូលស្ដាប់ទៀងទាត់លេខ2ចំនួនចុះអញ្ចឹងយើងមានសិទ្ធប៉ះទង់ពាន់ទេទង់ពាន់យើងមានសិទ្ធប៉ះទង់ពាន់ទេដោយសារទង់រយយើងនេះចំនួនចុះតើតែទង់រយយើងនេះចំនួនឡើងមក5 6 7 8 9ចំនួនឡើងតយើងមានសិទ្ធប៉ះមួយទោះបីលេខ1ដែរចំនួនចុះថាអេលោកគ្រូចំនួននេះចុះហើយចាំបើយើងមានសិទ្ធប៉ះពួកទៀតនឹងអាការទេព្រោះវាជាលេខបង្កត់បាទចាំផ្លែបាទអញ្ចឹងយើងអត់មានសិទ្ធប៉ះពាល់លេខ1ទេលេខ1ជាមេបើកាលណាលេខ1 2 3 4 5 6 7 8 9នៅបុកចែកបាទអញ្ចឹងយើងមានសិទ្ធប៉ះពាល់វាទេយើងតោះទៅចែកលេខ2គ្មានសិទ្ធប៉ះលេខ1ពីព្រោះលេខ2គ្មានសិទ្ធធំទេលេខ2ហ្នឹងណាបាទវាចំនួនចុះមានសិទ្ធប៉ះពាល់លេខ1ទេអញ្ចឹងវាចុះទៅក្នុងកូនចៅវាដូចមិនឧទាហរណ៍មិនចឹងថាណាប់អើយយើងចុះទៅយើងចាញ់គេហើយបាទអញ្ចឹងលេខនេះវាបានញ៉ាំព្រួយទៅ view 1000បាទវាបាន1000ចំនួននេះឧទាហរណ៍មួយបើលេខនេះលេខ5ឧទាហរណ៍ណាឧទាហរណ៍បើលេខខាងនោះលេខ5ឧទាហរណ៍លេខនេះលេខ5នេះលេខ5អាចឡើងឧទាហរណ៍លេខនេះលេខ4ចុះលេខ4ហ្នឹងជាចំនួនបង្កត់ចុះវាលេខខាងមុខគេវាលេខខាងមុខគេអញ្ចឹងដូចគ្នាដែរ7នេះចំនួនឡើងហើយ7នេះបង្កត់ឡើងអញ្ចឹងយើងបានយើងដល់វា8បើវាបង្កត់ចុះទេយើងដល់វាទេយើងមកដូចទៅ0តែបើលេខ7នេះបង្កត់ត្រឹមទង់ពាន់មកទង់រត់ទង់រៃវាលេខ7វាឡើងអញ្ចឹងវាធំអញ្ចឹងយើងដល់វាទៅ8សល់តែ1ឯងបាទហើយសល់តែ1ឯងអញ្ចឹងយើងយក1ហ្នឹងយក1បូកនឹង5 1បូកនឹង7បាន8អូខេក្តីមួយ
đợi nó thôi chẳng này một đồng cho dương đó một bông chỉ mới được bờ mỗi bông nó một phân mà nó phải 7 bàn tiếp là 7 quan chấm lại là bao nhiêu chấm bàn bằng 4 quán bàn 3 là 4 quan bài không đâu cần việc liền